លោកដូណាល់ត្រាំនឹងមកម៉ាឡេស៊ីចុះពិនិត្យកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរដ្ឋមន្ត្រីការបរទេសនៃក្រសួងម៉ាឡេស៊ីលោកហាមេតហាសានាថ្ងៃអង្គារទី14ខែតុលាបាននិយាយថាប្រធានាធិបតីអាមេរិកដូណាល់ត្រាំនឹងមកធ្វើកិច្ចដំណើរមកកាន់ម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកម្ពុជាអាស៊ានតាមទីភ្នាក់ការងារព័ត៌មានInventor បានឲ្យដឹងថាលោកមហាមេតបានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកនឹងធ្វើទូនាទីអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងមានតម្រូវឲ្យភាគីទាំងសងខាងបោះសម្អាតមីនដែលដកសារអាវុធធ្ងន់ធ្ងរទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីចុះពិនិត្យចុះពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានតែក្រុងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពូចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកមហាមេតបានប្រាប់ទៅកាន់ក្រុមអ្នកកាសែតយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកម្ពុជាអាស៊ានមានសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពូរវាងប្រទេសជិតខាងទាំងពីរគឺធានានៅបទឈប់បាញ់ជួរអង្វែងព្រមទាំងសន្តិភាពគូបញ្ជាក់ថាភាពតានតឹងជុំវិញបញ្ហាព្រំដែនរវាងកម្ពុជាថៃបានមកដល់ការប៉ះទង្គិចប្រដាប់អាវុធដល់ប្រឡាយអស់រយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទជប់បាញ់គ្នាហើយផ្ដួលផ្ដើមដោយលោកណាំត្រានិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាហេប្រៃដែលជាប្រធានបដូវវេនរបស់អាស៊ាន